founder របស់ក្រុមហ៊ុន OnlyFans គឺលោក Tim Stockley បានប្រកាសដាក់ដេញថ្លៃទិញយកក្រុមហ៊ុន TikTok Yo we got OnlyFans and TikTok before GTA 6 ហ្នឹងហើយក្តីសម័យរបស់អ្នកនរគ្នាចិត្តបានខ្លាចជាការប៉ិតអី Tim Stockley គឺគាត់បានបង្កើតក្រុមហ៊ុនមួយទៀតមានឈ្មោះថា Zop បានសហការគ្នាជាមួយនឹង Hashbar Foundation ដែលជាកាក់ crypto ដាក់ស្នើសុំទិញយក TikTok ពីក្រុមហ៊ុន ByteDance របស់ចិនអ្នកនរគ្នាចាំមកកម្មខែមកគេផ្អាកថា TikTok ban នៅអាមេរិករឿងហ្នឹងការប៉ិតទៅគឺអត់តន់ចប់ទេប៉ុន្តែលោកមុនគឺគេពន្យាពេលឲ្យក្រុមហ៊ុនអាមេរិកចរចាទិញយក TikTok ហ្នឹងប៉ុន្តែថ្ងៃ5ខែ4នេះដែលត្រូវជាថ្ងៃស្អែកនៅអាមេរិកគឺដល់ថ្ងៃពន្យាពេលហ្នឹងហើយចឹង TikTok ថ្ងៃស្អែកនៅអាមេរិកគឺគេ ban ទៀតហើយមែនប៉ុន្តែ Trump គឺគាត់បានសញ្ញាលើកពន្យាពេលការ ban TikTok ហ្នឹង75ថ្ងៃទៀតហើយដើម្បីទុកពេលឲ្យចរចាទិញយក TikTok ពីក្រុមហ៊ុនចិនហ្នឹងប៉ុន្តែចិនបានបដិសេធព្រមលក់ក្រុមហ៊ុន TikTok ហ្នឹងទៅឲ្យអាមេរិកទេដោយសារខឹងរឿង Trump ដាក់ tariff ប្រហែលថ្ងៃមុនហ្នឹងមិនត្រឹមតែប៉ុណ្្នឹងទេចិនបន្ថែមពន្ធទៅលើតំណែងអាមេរិកវិញរហូតដល់ 34% វិញទៀតឥឡូវនេះខ្លាំងគឺគេប៉ះខ្លាំងហើយចាំមើលចេញរូបភាពខ្លោចមកអត់អញ្ចឹងសុំទោសផងអ្នកគ្រប់គ្រង OnlyFans ក្តីសម័យមួយនេះគឺអត់តាន់បានសម្រេចទេជាសាកសម័យមើលបើសិនជាក្រុមហ៊ុន OnlyFans ទិញក្រុមហ៊ុន TikTok បានមែន platform TikTok មួយនេះគឺនឹងប្រែកាយคล้ายទៅជា content បែបមិនទៅឥឡូវខ្ញុំសល់លុយនៅក្នុង AMA ប្រហែលជា50រៀលកំពុងសេស្នើដាក់ស្នើសុំទៅទិញក្រុមហ៊ុន TikTok ហ្នឹងហើយអញ្ចឹងបើសិនយ៉ាងគ្នាចង់ដឹងថាគេព្រមលួចខ្ញុំអត់ join group Telegram របស់ខ្ញុំនេះមកនិយាយលេងទេតែក្នុងនោះខ្ញុំបោះព័ត៌មាន crypto និងព័ត៌មានជុំវិញពិភពលោកតាន់ហេតុការណ៍ហ្មង link នៅក្នុង bio របស់ខ្ញុំទេបើសិនជា join អត់បានតាក់ទងមក Facebook ខ្ញុំមកមួយទៀតគឺ complete follow account TikTok របស់ខ្ញុំផង